ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញឯកឧត្តមឡុងណារ៉ូនិងឯកឧត្តមឯកសុនច័ន្ទរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញបានស្វាគមន៍ដល់គណៈប្រតិភូដឹកនាំដោយលោកកាតេអូឈីកាឈុហិសាអភិបាលក្រុមគីតាខីអ៊ុស៊ូនៃប្រទេសជប៉ុនដែលតាមរយៈនៃដំណើរការទស្សនកិច្ចនាពេលនេះបានបង្ហាញឲ្យឃើញអំពីការរឹតចំណងលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតជាពិសេសលើវិស័យទឹកស្អាតនៅកម្ពុជាឯកឧត្តមឡុងណារ៉ូបានថ្លែងឲ្យដឹងថានៅឆ្នាំ1999កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញនិងទីក្រុងគីតាអ៊ីអ៊ុស៊ូបានចាប់ផ្ដើមជាផ្លូវការតាមសំណើរបស់ចៅការក្នុងនោះអ្នកជំនាញមកពីទីក្រុងគីតាខីអ៊ុស៊ូត្រូវបានបញ្ជូនមកកម្ពុជាតាមរយៈការផ្ដល់នូវជំនួយបច្ចេកទេសដ៏ទូលំទូលាយការបណ្ដុះបណ្ដាលនិងការចែករំលែកចំណេះដឹងគាំទ្រដល់យកចិត្តទុកដាក់ជាពិសេសបានពង្រឹងនូវសមត្ថភាពជូនដល់ស្ថាប័នរបស់រដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញការលើកកម្ពស់ស្តង់ដារប្រតិបត្តិការនិងការផ្ដល់សិទ្ធិអំណាចដល់រដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញលើការផ្ដល់នូវសេវាជូនប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងឯកឧត្តមបន្តឲ្យដឹងទៀតថាជាក់ស្ដែងក្នុងរយៈពេលជិត3ទសវត្សរ៍កន្លងមកនេះនៅក្នុងវិស័យទឹកស្អាតឃើញថារដ្ឋាភិបាលជប៉ុនបានពង្រីកនៅជំនួយដ៏មានតម្លៃបំផុតរបស់ខ្លួនជួយដល់រដ្ឋាភិបាលទឹកស្វយ័តក្រុងភ្នំពេញរហូតមកដល់ពេលនេះបានក្លាយជាអង្គភាពដ៏ជោគជ័យមួយបាននឹងកំពុងប្រតិបត្តិការអាជីវកម្មលើការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋដោយមាននិរន្តរភាពមកដល់សពថ្ងៃនេះមកទស្សនកិច្ចនៅរដ្ឋកោទឹកថ្ងៃនេះគឺជាការចោះមកពិនិត្យអំពីកិច្ចសហប្រតិបត្តិការទៅលើការងារសំខាន់របស់ខាងគីតាគូស៊ូហ្នឹងគឺការងារបណ្ដុះបណ្ដាលធនធានមនុស្សដល់រដ្ឋកោទឹកស្វយ័តភ្នំពេញរវាងគេហៅថាកិច្ចប្រតិបត្តិការរវាងរដ្ឋកោទឹកនៃទីក្រុងគីតាគូស៊ូជាមួយនឹងរដ្ឋកោទឹកស្វយ័តភ្នំពេញដែលបានចាប់កំណើតក្នុងការចូលរួមមកធ្វើការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងរដ្ឋកោទឹករបស់យើងនេះកិច្ចប្រតិបត្តិការនឹងតាំងពីឆ្នាំ1999មកម្លេះគឺពួកគាត់បានបញ្ជូនអ្នកបច្ចេកទេសសំខាន់ពិសេសទៅលើការងារអបដំណើរការនៃការងាររោងចក្រការងារថែទាំនៃបរិក្ខារដែលជាបរិក្ខារសម្រាប់ផលិតទឹកនៅក្នុងរោងចក្រក៏ដូចជាការងារបង្រៀនការរៀបចំនិងការគ្រប់គ្រងនៅបណ្ដាញទូទាំងរាជធានីភ្នំពេញហើយកិច្ចប្រតិបត្តិការនេះគឺនៅមានរហូតរវាងពួកគាត់ជាមួយនឹងពួកយើងមករដ្ឋខាងរដ្ឋកោទឹកយើងនេះហើយនឹងក្រុមបន្តកិច្ចសហប្រតិបត្តិការនេះយូរអង្វែងទៅថ្ងៃមុខទៀតដូច្នេះហើយលោកបានអញ្ជើញមកនេះគឺដើម្បីពិនិត្យមើលនៅការងារនិងលទ្ធផលតាមការអញ្ជើញរបស់ខ្ញុំព្រោះអីកាលពីខែសីហាកន្លងមកនេះខ្ញុំបានទៅទស្សនកិច្ចនៅទីក្រុងគីតាគូស៊ូហើយបានជួបលោកនឹង2ដងហើយឆ្នាំតែមិញម្ដងឆ្នាំនេះម្ដងទៀតហើយក៏អញ្ជើញគាត់ឲ្យមកចូលរួមពិនិត្យមើលនៅលទ្ធផលការងារដែលខាងរដ្ឋកោទឹកគីតាគូស៊ូហ្នឹងបានធ្វើការបណ្ដុះបណ្ដាលក៏ដូចជាការងារជួយដល់រដ្ឋកោទឹកមកទល់ពេលបច្ចុប្បន្ននេះបាទអាយដាមបានជំរាបពីវឌ្ឍនភាពនៃយើងយ៉ាងម៉េចដែរកន្លងមកយើងធ្វើបាននៅទីនេះផងហើយនៅជាពិសេសរដ្ឋកោទឹកក្រុងភ្នំពេញយើងហើយនឹងតាខ្មៅនេះបាទការងារទាំងអស់នេះដែលគាត់មកទស្សនកិច្ចថ្ងៃនេះគឺគាត់ចង់មើលអំពីអ្វីដែលបានសាងសង់នេះជាពិសេសរោងចក្រតាខ្មៅដែលទើបតែសម្ពោធនេះគឺជារោងចក្រមួយដែលមានប្រើបច្ចេកវិទ្យាខ្ពស់ហើយជារោងចក្រមួយដែលសង់ជាន់គ្នាតែម្ដងមានទាំងអស់4ជាន់ទាំងអស់នេះដែលកំពុងតែដំណើរការបច្ចុប្បន្ននេះហើយរោងចក្រនេះគឺជារោងចក្រមួយពិសេសដែលមិនមាននៅក្នុងស្រុកខ្មែរទេទើបជាលើកទី1ដែលមានរោងចក្រដែលសាងសង់ជាន់លើកជាប់គ្នាលើនេះហើយនេះហើយគាត់អញ្ជើញមកមើលរោងចក្រនេះដែលសំខាន់ហើយជាពិសេសក៏បានជួបនៅថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលដូចជាឯកឧត្តមរដ្ឋមន្ត្រីរបស់ក្រសួងខ្ញុំក៏ដូចជាបណ្ដាលថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលមួយចំនួនទៀតដូចជានៅ
តាមខ្ញុំដឹងដូចសាលារៀននៅភ្នំពេញដែរព្រោះអីខាងគីតាគូស៊ូនេះគឺគាត់ជួយទាំងការងារទឹកស្អាតនិងការងារទឹកកខ្វក់ដែរបាទនៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុននាពេលនេះឯកឧត្តមឡុងណារ៉ូនិងឯកឧត្តមឯកសុនច័ន្ទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទីក្រុងគីតាឃីអ៊ូស៊ូសម្រាប់ការបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការដ៏មានតម្លៃនិងបានបង្ហាញឲ្យឃើញនៅចំណងមិត្តភាពដ៏យូរអង្វែងនិងមិនអាចកាត់ថ្លៃបានក្នុងការចូលរួមចំណែកយ៉ាងជ្រាលជ្រៅនិងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរកំណើនរបស់រដ្ឋកោទឹកស្វយ័តក្រុងភ្នំពេញនិងការពង្រឹងសមត្ថភាពជាដើមដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតជូនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញនិងក្រុងតាខ្មៅដោយមោទនភាពនិងប្រកបដោយការយកចិត្តទុកដាក់